បទានុក្រមរៀនពាក្យនិងអត្ថន័យរបស់ពាក្យឆឆនិងតជាងរឆាត់ឆាត់ពាក្យឆាត់នេះតាមខ្ញុំធ្លាប់រៀនធ្លាប់ចេះតាំងពីក្មេងគឺមានសង្យោគអញ្ចឹងឆសង្យោគនិងតជាងរឆាត់ឆាត់ប៉ុន្តែបច្ចុប្បន្នគឺអត់មានសង្យោគទេដូច្នេះឆនិងតជាងរឆាត់ឆាត់ថ្នាក់ពាក្យជានាមតើឆាត់មានន័យដូចម្ដេចឆាត់ឆាត់ថ្នាក់ពាក្យជានាមមានន័យថាប្រដាប់មានដងឆ្អឹងគន្លឹះពាសសំពត់សម្រាប់បើកកាន់បាំងកម្ដៅថ្ងៃបាំងភ្លៀងប្រដាប់មានដងឆ្អឹងគន្លឹះពាសសំពត់សម្រាប់បើកកាន់បាំងកម្ដៅថ្ងៃបាំងភ្លៀង